មិនដែលខ្វល់មិនដែលគិតពីជីវិតយ៉ាងណាបណ្ដោយតាមព្រាយវាសនាចំណាព្រំលីខិតជីវិតដែលមានសេរីភាពគ្មានគំនាបភាពផ្លូវចិត្តមិនគិតអនាគតយ៉ាងណាពាក្យសន្យាគ្រាន់ជាការស្រែកបញ្ហាប៉ុណ្ណោះប្រាប់ទៅចូលគ្មានចិត្តស្មោះចំពោះអូនឡើយណាហេតុអ្វីអូនយកជាការពិតប្រគល់ជីវិតស្រថ្លាទុកបងជាមនុស្សសំខាន់ជីវិតរស័តតែលតោដោយស្មៅដែលគ្មានរឿងគ្មានអ្វីសោះដែលល្អគ្រប់គ្រាន់សម្បត្តិទ្រព្យចរិយាក៏គ្មានអ្វីសំខាន់អូនមិនប្រកាន់នឹងបងគ្មានអ្វីដែលស័ក្តិសមមកប្រៀបទុំនឹងអូនហេតុអ្វីស្រីស្ងួនតទួលយកស្នេហ៍ស្មងឈឺចាប់យ៉ាងណាអូនលាក់ក្នុងទ្រូងអត់ធ្មត់គ្រប់បែបយ៉ាងបងនេះមិនសមឲ្យអូនប្រណីបងពិតជាចាញ់ចិត្តស្មោះត្រង់បរិសុទ្ធប្រៀបដូចឱសថទឹកដ៏មានតម្លៃជួយបងឲ្យមានពន្លឺរស្មីផ្ដល់ជីវិតជាថ្មីឲ្យយល់តម្លៃជីវិតស្នេហាពិតជារូបអូពាក្យសន្យាគ្រាន់ជាការស្រែកបញ្ហាប៉ុណ្ណោះប្រាប់ទៅចូលគ្មានចិត្តស្មោះចំពោះអូនឡើយណាហេតុអ្វីអូនយកជាការពិតប្រគល់ជីវិតស្រថ្លាទុកបងជាមនុស្សសំខាន់ជីវិតក៏សត្វតែលតោដោយស្មៅដែលគ្មានរឿងគ្មានអ្វីសោះដែលល្អគ្រប់គ្រាន់សម្បត្តិទ្រព្យចរិយាក៏គ្មានអ្វីសំខាន់អូនមិនប្រកាន់នឹងបងគ្មានអ្វីដែលស័ក្តិសមមកប្រៀបទុំនឹងអូនហេតុអ្វីស្រីស្ងួនតទួលយកស្នេហ៍ស្មងឈឺចាប់យ៉ាងណាអូនលាក់ក្នុងទ្រូងអត់ធ្មត់គ្រប់បែបយ៉ាងបងនេះមិនសមឲ្យអូនប្រណីបងពិតជាចាញ់ចិត្តស្មោះត្រង់បរិសុទ្ធប្រៀបដូចឱសថទឹកដ៏មានតម្លៃជួយបងឲ្យមានពន្លឺរស្មីផ្ដល់ជីវិតជាថ្មីឲ្យយល់តម្លៃជីវិតស្នេហាមានអ្វីស័ក្តិសមមកប្រៀបទុំនឹងអូនហេតុអ្វីស្រីស្ងួនតទួលយកស្នេហ៍ស្មងឈឺចាប់យ៉ាងណាអូនលាក់ក្នុងទ្រូងអត់ធ្មត់គ្រប់បែបយ៉ាងបងនេះមិនសមឲ្យអូនប្រណីបងពិតជាចាញ់ចិត្តស្មោះត្រង់បរិសុទ្ធប្រៀបដូចឱសថទឹកដ៏មានតម្លៃជួយបងឲ្យមានពន្លឺរស្មីផ្ដល់ជីវិតជាថ្មីឲ្យយល់តម្លៃជីវិតស្នេហាពិតជារូបអូន